បាទសួស្តីពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាជាទីគោរពហើយនឹងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះវាជាដំណឹងបាទថ្មីមួយដែលតាក់ទងទៅនឹងគឺបាននារីស្រស់ស្អាតម្នាក់ដែលមកស្ពានជ្រោយចង្វានៅវេលាម៉ោង5ទៀបភ្លឺនៅថ្ងៃទី29ខែ4ឆ្នាំ2026នេះបានលោតទឹកសម្រាប់ខ្លួនបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងសកម្មភាពលម្អិតសូមបងប្អូនទៅតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាបាទប្រិមិត្តបានឃើញឥឡូវនេះបងប្រុសរបស់ស្ត្រីរងគ្រោះដែលបានគិតខ្លីឡើងមកបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានជ្រោយចង្វាដោយសារតែការចាញ់បោកមិត្តភ័ក្តិអស់លុយចំនួន$5000ហ្នឹងគឺគាត់បានមកដល់ទីតាំងកន្លែងកើតហេតុហើយគាត់ក៏កំពុងតែធ្វើការជាមួយសមត្ថកិច្ចដើម្បីស្វែងរកប្អូនស្រីរបស់គាត់ដែលបានលោតនៅលើស្ពានជ្រោយចង្វាបងខ្ញុំសុំបងបញ្ជាក់បន្តិចបានទេបងដើម្បីចែករំលែកជាបទពិសោធន៍តើប្អូនស្រីរបស់បងនឹងគាត់ចាញ់បោកមិត្តភ័ក្តិនឹងចាញ់បោកយ៉ាងម៉េចដែរបងវាប្រលួងវាបែកគ្នាយូរវាដែរមកលេងឯដល់វាមិនដឹងមិនវាត្រូវការលុយទៅវាមកនិយាយជាមួយឬក៏ប្រលួងដើរលេងដើរហើយក្រោយមកវាក៏នាំបងស្រីខ្ញុំទៅមើលអាបណ្ឌិតពេទ្យស្អីគេពេទ្យហើយរបៀបថាពេទ្យគូក្បាលពេទ្យស្អីគេពេទ្យឲ្យអាថ្នាំស្អីគេផឹកអាថ្នាំគេហៅអាថ្នាំស្ទះអារម្មណ៍ហ្នឹងបាទដល់ផឹកទៅចាប់ដើមមានអារម្មណ៍មួយថាវាប្រែប្រួលវាស្ទុះណាហើយវាថាវានាំដើរលេងណាអញ្ចឹងវាធ្វើកម្រាមវាសពបែបយ៉ាងហ្មងនិយាយរួមទៅវាធ្វើឲ្យបងស្រីយើងនឹងឡើងនេះហ្មងបងអាចប្រាប់បានទេបងតើបងតើប្អូនស្រីរបស់បងនឹងគាត់ចាញ់បោកមនោគមរបស់មិត្តភ័ក្តិនឹងយ៉ាងម៉េចដែរឲ្យអស់ទឹកប្រាក់ប៉ុន្មានបានគាត់មកគិតខ្លីស្លាប់ខ្លួននឹងបង5000បងស្រីខ្ញុំក៏ដឹងថាបាញ់ឲ្យវាដែរដល់តែពេលបាញ់ដល់វានិយាយមិនបាញ់ទេរឿងវានិយាយមិនបានបងស្រីខ្ញុំបាញ់ឲ្យវា5000ហ្នឹងបាញ់ឲ្យវា5000ហ្នឹងហើយវាក៏មកដល់ផ្ទះវាភ្ញាក់ខ្លួនឯងវិញណាយល់ទេបងវាភ្ញាក់ខ្លួនឯងវិញណាមិនក៏ត្រូវបាញ់ឲ្យម្នាក់ស្រីហ្នឹង5000អញ្ចឹងបាទ$5000ឬក៏$5000បង$5000អូដល់ពេលអញ្ចឹងទៅគាត់ឈឺចិត្តប្រហែលថ្ងៃបានគាត់មកលោតទឹកហ្នឹងបងអត់ទេបងអាហ្នឹងអាពេលដែលបោកហ្នឹងរយៈពេលដូចជា1ឆ្នាំ2ឆ្នាំពី3ឆ្នាំហើយ2ឆ្នាំហើយ1ឆ្នាំ2ឆ្នាំមិនដឹងទេខ្ញុំបានចាំទេអាពេលបោកហើយរួចរាល់បានម្លងបានប្រហែលជាម៉ាន់ថ្ងៃហ្នឹងដល់បងតែខ្ញុំភ្ញាក់ខ្លួនឡើងដល់ខ្ញុំវានេះក៏វាសម្រាប់វាខឹងខ្លួនឯងទៅថាមានរឿងទៅបាញ់ឲ្យគេអញ្ចឹងណាក៏វាលេបឆ្នាំសម្រាប់ខ្លួនមួយសាទៅអាពេលដែលបាញ់ហើយហ្នឹងណាបាញ់ហើយម៉ាន់លេបឆ្នាំមួយសាទៅដូចថាគ្នា stress ហ่ะហើយប៉ះចំមកវាឲ្យលេបឆ្នាំស្អីទៀតហើយខ្ញុំក៏អត់បានចាប់អារម្មណ៍ទៀតថាវាទៅមកពុំម៉ាក់ធម្មតាពុំម៉ាក់រៀនចិនជាមួយគ្នាអញ្ចឹងក៏វាលេបឆ្នាំសម្រាប់ខ្លួនមួយសាទៅជួយតន់មួយសាទៅដល់ក្រោយមកខាងអត់ឲ្យចាក់តងទៅពុំម៉ាក់ហ្នឹងគ្នាវានឹងនិយាយរួមទៅវាខូចហ្មងវាធ្វើឲ្យយើងនឹងផលទាំងអស់ហ្មងធ្វើឲ្យយើងផលហ្មងហើយការលបួងរួមលំយ៉ាងម៉េចបានប្អូនស្រីរបស់បងគាត់ដល់ថ្នាក់មកលោតទឹកស្លាប់ខ្លួនហ្នឹងបងអានឹងចំមួយសាហើយបងស្រីខ្ញុំចិត្តតែប្រាប់ថាមីហ្នឹងវាធ្វើអំពើដាក់តគ្រូឲ្យវាថាវាធ្វើអំពើដាក់ហើយក៏នាំទៅគ្រូសូចទឹកសូចអេហើយរៀងធូរទៅក្រោយមកវាចិត្តតែនឹកងារទៀតណាវាចិត្តតែសម័យឃើញទៀតណាបងមនុស្សថាមានសតិវាថាវាមានពុកបានហ្នឹងហៅស្អីគេនេះព្រោះវាថាយើងគិតមានអារម្មណ៍របស់របៀបណាយើងគិតច្រើនយើងអីហើយជឿថាដើរមកពេលដើរមកពូវាហ្នឹងវាថាមានអារម្មណ៍មួយខ្លាចហ្មងវាធ្វើឲ្យប្អូនស្រីខ្ញុំចុះថ្ងៃកាត់ហេតុទេបងតើបងដឹងប្អូនស្រីបងនឹងគាត់និយាយប្រាប់រឿងអីខ្លះមុនគាត់មកលោតទឹកហ្នឹងបងពេលដែលគាត់មកលោតទឹកហ្នឹងមួយថ្ងៃ2 3ថ្ងៃហ្នឹងគាត់ចេះសងប់ស្ងាត់ហើយក៏ខ្ញុំសួរថាមានរឿងអីខ្លាចជំងឺគាត់រើឡើងវិញគាត់ថាមាន2នាក់ហ្នឹងគ្នាវាហ្នឹងអត់ឲ្យវានៅស្រុកទេវាធ្វើបាបអត់ឲ្យព្រោះបានទេអញ្ចឹងណាវាប្រាប់ខ្ញុំអញ្ចឹងណាតោះអញ្ចឹងមិនវា
ម្សិលមិញហ្នឹងមកលោតមួយសាហើយមកលោតមួយសាហើយយើងមកជួយតន់អញ្ចឹងណាបងអញម្សិលមិញហ្នឹងលោតណាខាងនោះលោតនៅខាងនោះទៅជួយបានបាទ ណែបងប្អូនដល់គ្នាអញ្ចឹងតើតើជាមួយនឹងករណីនារីស្រស់ស្អាតម្នាក់បាទសម្រាប់ចិត្តបាទធ្វើអត្តឃាតលុតទឹកសម្រាប់ខ្លួនឯងដោយសារតែមូលហេតុគឺដោយសារតែបាទឈឺចិត្តដោយសារតែយើងអាចនិយាយថាជាការចាញ់ល្បិចរបស់ពួកម៉ាក់បងប្អូនដែលគេលបួងបាទដែលគេលបួងបាទជាលបួងឬក៏ប្រើថ្នាំសណ្ដំដែលបាទនារីរងគ្រោះគឺបាញ់លុយរហូតដល់$5000ប៉ុន្តែដូចជាបើតាមការបកស្រាយរបស់បរិសម្នាក់ដែលយើងអាចសម្គាល់គាត់ថាជាបងប្រុសរបស់នារីនោះបាទដែលគាត់បានបញ្ជាក់នៅក្នុងវីដេអូនេះថាលុយនឹងដូចជាតកតងជាមួយនឹងការបាញ់លុយនឹងដូចជាក្នុងរយៈពេលអាចជា1ឆ្នាំ2ឆ្នាំឯហ្នឹងឡើបាទឬក៏3ឆ្នាំតាម admin ផាក់ផ្លែខ្ទង់ឆ្នាំ2ឆ្នាំហ្នឹងហើយក៏ចេះតែមានរឿងរកម្មរកុសណែបងប្អូនដល់គ្នារហូតមកដល់ពេលបច្ចុប្បន្ននេះបងប្អូនដល់គ្នាអញ្ចឹងបានថាតកតងជាមួយនឹងការរាប់អានបាទតកតងជាមួយនឹងការរាប់អានមិនថាឡើយជារាប់អានជាពួកម៉ាក់ឬក៏ជាការអ្នកស្គាល់គ្នាបាទព្រោះពួកម៉ាក់គឺជាមនុស្សដែលជិតស្និទ្ធអ្នកស្គាល់គ្នាយើងស្គាល់បែបលក្ខណៈនេះស្គាល់ជាលក្ខណៈថាស្គាល់ឬក៏អ្នកភូមិអ្នកក្បែរផ្ទះអញ្ចឹងទៅបាទបងប្អូនឬក៏ស្គាល់តាមប្រព័ន្ធអីផ្សេងៗដូចជា Facebook អញ្ចឹងទៅហ្នឹងហើយអញ្ចឹងបើសិនជាខុសពីបងប្អូនមិនមែនថាក្នុងវីដេអូនេះមិនមែនថាអូដើម្បីឲ្យតែយើងគួរតែមិនទុកចិត្តទាំងអស់អត់ទេយើងគួរតែប្រយ័ត្នប្រយែងយើងរាប់អានក៏រាប់ចោះប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នបងប្អូនអ្នកគ្នាព្រោះដូចស្អីមនុស្សឥឡូវគឺសាហាវណាស់បងប្អូនអ្នកគ្នាជួនកាលគេល្អយើងនៅមុខប៉ុន្តែក្រោយខ្នងបាទគេចាំតែធ្វើបាបយើងទេបងប្អូនអ្នកគ្នាហ្នឹងហើយ admin ក៏ជួបដែរបងប្អូនណាឥឡូវយើងទៅតាមដានទស្សនាបន្តទៀតថាតើសាច់រឿងនេះវានឹងទៅជាយ៉ាងណាទៀតបងប្អូនអ្នកគ្នាគេជួយបានមកនាំមកទាំងវិញដល់ផឹកមិញនេះខ្ញុំខំគាត់ផឹកមិញហ្នឹងខ្ញុំបើកទ្វារមកខ្ញុំក៏ចាប់អារម្មណ៍ថាបើកទ្វារម៉ោង5ហ្នឹងវាខុសពីធម្មតាហើយក៏ខ្ញុំមើលកាមេរ៉ាមើលហើយខ្ញុំចង់មកក្រោមហើយខ្ញុំសួរមានកាយឲ្យបើកទ្វារព្រលឹមហ៎ដល់ខ្ញុំថាអីទេដល់ខ្ញុំឡើងចូលទៅបន្ទប់ទឹកផ្លែតចុះមកវិញពីម៉ូតូទៅបាត់ខ្ញុំក៏ហត់ចូលម៉ូតូទិញតាមមកដល់ហ្នឹងមិនខ្ញុំទេហើយបើឲ្យមើលអូយដល់គួរចិត្តដូចជិះចាប់មកnó thay mà apa semua tin áបើនិយាយយូរខ្ញុំសម្ដែងមកស្ទើរទៅមកខ្ញុំណាំមកនឹងមកអូអញ្ចឹងមុននឹងគាត់លោតនឹងគាត់បានផ្ដាំផ្ញើឲ្យបងនឹងមើលឪពុកម្ដាយស្រួលបួលផងបងហ៎អូតាមមិនអូចូលរួមនេះចូលបងនិយាយរួមទៅខ្ញុំប្រហែលខ្លួនឯងខ្ញុំមើលវាទៅដល់ខ្ញុំខ្លោមើលវាបានគ្រប់គ្រាន់ខ្ញុំនឹងថាវាអូទម្លាប់អត់ដល់ហើយប៉ុន្តែខ្ញុំជាយើងតាមវាហើយប៉ុន្តែតាមវាមិនទាន់បាច់បន្ទោសខ្លួនឯងទេបងបានព្យាយាមអស់ហើយគាត់ចង់ស្លាប់ខ្លួនហើយទោះបីយ៉ាងម៉េចក៏យើងពិបាកក្នុងការហាមឃាត់គាត់ដែរណាបងណាបាទនៅបងប្អូនអ្នកគ្នានេះគឺជាទឹកភ្នែករបស់បងប្រុសដែលគ្រប់ក្ដួលបងប្អូនអ្នកគ្នាមិនថាតែបងប្រុសតែ admin គ្រាន់តាមដានទស្សនាទៅវីដេអូនេះគ្រាន់ឃើញទឹកចិត្តរបស់បងប្រុស admin ក៏បាទក៏មានអារម្មណ៍ថាស្រងោបងប្អូនអ្នកគ្នាដែលមានថាទឹកភ្នែកណានៅព្រោះដោយសារអីតែពិតបងប្រុសគឺស្រឡាញ់ប្អូនស្រីខ្លាំងស្រឡាញ់ខ្លាំងបងប្អូនអ្នកគ្នាហើយបងប្រុសក៏តែងតែព្យាយាមលើកទឹកចិត្តប្អូនស្រីហើយក៏តែងតែខ្លោមមើលប៉ុន្តែធ្វើយ៉ាងម៉េចបើសិនជាប្អូនស្រីបាទគឺបាទជីវិតគាត់ត្រូវអស់ហើយគឺដល់ពេលដែលគាត់សម្រេចចិត្តត្រូវបញ្ចប់ជីវិតគាត់ដោយបែបនេះហ្នឹងហើយសម្រាប់ admin ក៏គ្មានអ្វីច្រើនទៀតទេគឺមានតែចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពបាទនារីដ៏សស្អាតនៅបងប្អូនទាំងគ្នានឹងអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងចង់ចែកម្លែកបងប្អូនឲ្យទូជឿដំណឹងហើយយើងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាទចុងក្រោយសូមអរគុណសូមគោរពលា